ឆ្លៀនពៀនខ្មែរហើយនៅដាក់លក្ខខណ្ឌឲ្យខ្មែរទៀតសៀមដាក់លក្ខខណ្ឌ3ឲ្យកម្ពុជាអនុវត្តបើកម្ពុជាចង់មានបទឈប់បាញ់វាពិតជាគួរអស់សំណើចណាស់ដែលឆ្លៀនពៀនខ្មែរហើយនៅដាក់លក្ខខណ្ឌឲ្យខ្មែរទៀតក្រសួងការបរទេសសៀមកាលពីថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025បានដាក់លក្ខខណ្ឌចំនួន3ឲ្យកម្ពុជាអនុវត្តប្រសិនបើកម្ពុជាចង់មានបទឈប់បាញ់នៅតាមបណ្ដោយព្រំដែនហើយថាកម្ពុជាត្រូវតែជាអ្នកប្រកាសបទឈប់បាញ់មុនដើម្បីបំបាក់មុខកម្ពុជាថាកម្ពុជាជាអ្នកលើកទង់ជ័យសូមចុះចាញ់ក្នុងសង្គ្រាមសៀមឆ្លៀនពៀនកម្ពុជានេះបើយោងតាមការចុះផ្សាយរបស់កាសែត Thai The Nation អ្នកនាំពាក្យក្រសួងការបរទេសសៀមលោកនីកុនដេតបាឡាំងគូឡាកាលពីថ្ងៃច័ន្ទទី15ខែធ្នូបានដាក់លក្ខខណ្ឌឲ្យកម្ពុជាអនុវត្តប្រសិនបើកម្ពុជាចង់មានបទឈប់បាញ់ដោយលក្ខខណ្ឌទាំង3នោះមានដូចខាងក្រោមលក្ខខណ្ឌទី1កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនលក្ខខណ្ឌទី2បទឈប់បាញ់ត្រូវតែភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែងនិងធានានិរន្តរភាពលក្ខខណ្ឌទី3កម្ពុជាត្រូវតែសហការដោយភាពហ្មត់ចត់និងស្មោះត្រង់លើការដោះមីននៅតាមព្រំដែនទន្ទឹមនេះអ្នកនាំពាក្យក្រសួងការបរទេសសៀមរូបនេះក៏បានច្រានចោលផងដែរនៅការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal ដែលផ្សាយថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងត្រៀមចាត់វិធានការដំឡើងពន្ធគយបដិការលើកម្ពុជានិងថៃបន្ថែមទៀតដោយសារតែប្រទេសទាំងពីរមិនព្រមឈប់ច្បាំងគ្នា